នឹងឯមកជួបខ្ញុំសាជាថ្មីម្ដងទៀតពាក់ទងទៅនឹងពាក្យបច្ចេកទេសដែលយើងប្រើប្រាស់ក្នុងវិស័យសំណងជាភាសាចិនថ្ងៃនេះខ្ញុំនឹងបន្ត5ពាក្យទៀតហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចេះសរសេរចេះអាននិងយល់អត្ថន័យនៃពាក្យដែលយើងបានរៀនកន្លងមកតោះយើងចាប់ផ្ដើមទាំងអស់គ្នាពាក្យទី1គឺផេជីនជ័រផេជីនជ័រជាភាសាអង់គ្លេសបានន័យថា chair bar ឬក៏យើងហៅថាដៃជញ្ពលពាក្យបន្តមកទៀតជាហ្វឹងធាវជាហ្វឹងធាវជាភាសាអង់គ្លេសបានន័យថា dweil bar ឬក៏យើងហៅជាភាសាខ្មែរថាដែកលានចេញពាក្យបន្តមកទៀតនោះគឺជូជីនជូជីនឬក៏យើងអានម្យ៉ាងទៀតជូផេជីនជូផេជីនជាភាសាអង់គ្លេសបានន័យថាមេនបាឬក៏យើងហៅថាដែកមេនពាក្យបន្តមកទៀតនោះគឺហ្វូជាផេជីនហ្វូជាផេជីនជាភាសាអង់គ្លេសបានន័យថា additional bar ឬក៏យើងបកជាភាសាខ្មែរយើងហៅថាដែកស៊ុបពាក្យបន្តមកទៀតគឺពាក្យលូធៀនផេជីនលូធៀនផេជីនជាភាសាអង់គ្លេសបានន័យថា starter bar ឬក៏យើងហៅជាភាសាខ្មែរដៃបណ្ដុះហ្នឹងហើយវីដេអូរបស់ខ្ញុំមិននឹងមានតែប៉ុណ្្នឹងឯងសង្ឃឹមថាអ្នកទាំងអស់គ្នាចេះសរសេរចេះអាននៅពាក្យទាំង5ពាក្យនេះហើយថ្ងៃស្អែកជួបខ្ញុំនៅពាក្យ5ពាក្យបន្តទៀតអរគុណច្រើនសម្រាប់តាមដានវីដេអូរបស់ខ្ញុំ Thank you bye bye